Oi, counting here. 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 งี้ยเมียนไอ้เงี้ยไอ้เงี้ยเนี่ยกาปีชื่อกาปีเมียนมันเนี่ยได้เนี่ยต่อទៅអី ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញដំណើរទៅបោះតង់ទៀតហើយអ្នកទាំងអស់គ្នាឥឡូវនឹងចេញទៅបោះតង់ទៀតហើយអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងជិះតាមផ្លូវហើយកំពុងជិះសុកនោះក៏ចោះទៅទិញទឹកទិញអីហូបទៅព្រោះអីគ្នាខ្ញុំទៅនឹងរៀងច្រើនដែរលើកហ្នឹងព្រោះអីអត់ដូចលើកមុនឯលើកនេះមកទៅប្រហែលជា 5-6 នាក់ឯងអ្នកទាំងអស់គ្នាចូលទៅទិញទឹកដាក់ម្នាក់មកដល់ពេលឲ្យមានកម្លាំង energy ឡើងពេញខ្លួនទីតាមយើងចេញដំណើរទៅតទៅមុខទៀតបន្ទាប់ខ្ញុំចេញដំណើរតទៅមុខទៀតនោះម៉ូតូខ្ញុំក៏អស់ក្បាលវល់មួយអ្នកទាំងអស់គ្នាអើយវេទនាមែនទេនេះគឺជាបទពិសោធន៍ដែលខ្ញុំមិនដែលជួបប្រទេសហ្នឹងខ្ញុំមូរាប្រហែលជា8ឬក៏ហើយដាច់ក្បាលវល់នៅកណ្ដាលផ្លូវភ័យមែនទេថ្ងៃហ្នឹងប៉ុន្តែចេះរួចផុតដល់ឥឡូវនេះខ្ញុំបានជិះមកដល់កន្លែងត្រកវល់នៅខេត្តសៀមរាបអ្នកទាំងអស់គ្នាបាយវាស្គាល់ហើយជនជាតិបរទេសភាគច្រើនគេហៅទីហ្នឹងហៅឈ្មោះថាអង្គរអាយអ្នកទាំងអស់គ្នាដែលភាគច្រើនខ្ញុំឃើញគេផុសក្នុង Facebook អញ្ចឹងហើយបន្ទាប់ទៀតមកពួកខ្ញុំក៏បានជិះកាត់នៅកន្លែងប្រាសាទមេបុណ្យនៅខាងកើតទាំងអស់គ្នានេះស្អាតមែនទែនជិះកាត់បានតែបន្តិចទេពួកឯងបានចូលមើលបន្ទាប់មកពួកខ្ញុំក៏បានជិះមកដល់កន្លែងផែនទីទស្សនាចរនៅខាងលើភ្នំដែលមានឈ្មោះថាពើងតាខកឬពើងជ្រួចអ្នកទាំងអស់គ្នាពួកខ្ញុំក៏បានចុះមកថតរូបលេងអីចឹងបានតិចទៅចាំតដំណើរទៅមុខទៀតព្រោះអីទេសភាពនៅនឹងស្អាតមែនទេអ្នកទាំងអស់គ្នាមើលឃើញអានេះខ្ញុំឈរនៅលើកំពូលភ្នំអ្នកទាំងអស់គ្នាមើលទៅក្រោមមានព្រៃឈើអីរីលេចមែនទេដោយសារតែពេលថ្ងៃហ្នឹងរៀងក្តៅបន្តិចព្រោះស្មានហ្នឹងប្រហែលជាខ្ទង់ម៉ោង 1 ម៉ោង 2 នៅឯអ្នកទាំងអស់គ្នាលោកអ្នកទាំងអស់គ្នានេះខ្ញុំបានមកដល់អូតោហើយខ្ញុំជិះមកប្រហែលជា4-5ម៉ោងដែរដំណើរមកដល់ឥឡូវនោះប្រហែលជាម៉ោង 2 មក3រៀងឆ្ងាយក្នុងលេខអត់បានបាយទេឥឡូវរៀបនឹងធ្វើមហូបធ្វើអីហូបទៅអត់បានទៅទឹកឡើងចាំមកបន្តទៀតបងបន្តទៀតបាទនេះបន្ទាប់ពីខ្ញុំឡើងទៅដល់លើកន្លែងដែលខ្ញុំត្រូវបោះតង់ហើយនោះគឺមានឈ្មោះថាអូប្អងអ្នកទាំងអស់គ្នាគឺរីលេចមែនទែននៅកន្លែងហ្នឹងគឺស្អាតមែនទែនលក្ខណៈថាទឹកហូរអីអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំក៏បានទៅបោះតង់នៅនឹងឯងក្នុងឯហ្នឹងហើយទៅដល់ប្រហែលជាម៉ោង 1 ម៉ោង 2 ថ្ងៃហ្នឹងក៏នាំគ្នាធ្វើម្ហូបធ្វើអីហូបបាយហូបអីសិនព្រោះអីតាំងពីចេញដំណើរពីព្រឹកមកអត់ធម្មតាបាយទាំងអស់គ្នាដល់ពេលអញ្ចឹងយើងជួយគ្នាម្ដាយមួយជើងទៅក៏បានហើយម្ហូបហ
ហើយម្ហូបហ្នឹងក៏អត់មានអីច្រើនដែរអ្នកទាំងអស់គ្នាមានតែស្លាប់មាន់ពងហើយនឹងស្ងោរស្អំចេញបោះតង់ដំបងស្ងោរស្អំជាមួយផ្សិតអ្នកទាំងអស់គ្នាប៉ុន្តែយើងហូបសិនទៅព្រោះយើងអត់នឹកអត់ឃើញយើងក៏ធ្វើអញ្ចឹងហូបសិនទៅបន្ទាប់មកពួកខ្ញុំក៏បានអង្គុយហូបនិយាយគ្នាលេងអីនៅក្រោមដើមឈើនៅលើខ្សាច់សអីចឹងទៅហើយស្ដាប់ទឹកហូរមកវូវព្រោះអីវីដេអូហ្នឹងខ្ញុំនិយាយអត់សូវឮម៉ានទេអ្នកទាំងអស់គ្នាឮតែទឹកហូរមកឈូសូមអធិស្ឋានផងអ្នកទាំងអស់គ្នាបើថាស្ដាប់អត់សូវបានអីដល់ថាអញ្ចឹងហើយបាទខ្ញុំយកមក voice លេងឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ភាគច្រើនព្រោះអីនិយាយហ្នឹងភាគតិចទៀតឲ្យខ្ញុំដាក់ទៅឲ្យអ្នកទាំងអស់គ្នាដឹងថាលក្ខណៈថាទេសភាពពិតហ្នឹងវាយ៉ាងម៉េចវាលើសំឡេងបែបម៉េចអញ្ចឹងហើយពួកខ្ញុំក៏បានអ្នករៀបចំដុតអីដើម្បីហូបពេលល្ងាចអញ្ចឹងអ្នកទាំងអស់គ្នាម្នាក់គឺមមីយើងមែនទេអ្នកទាំងអស់គ្នាវាអត់តឡានដល់យកឡើងមកតែមួយអីហ្នឹងanh đã mang mà buồn bảo anh mong một chuyện đi ở đi là một chuyện ơi chèo tình nghĩa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  đây này tỏ nè phép tập lầm ở đây ở sân viên cái tàu vậy trán tối giờ tôi thọt vậy trán thọt cái ở nè mơ vui vậy trán để có cái sạch thọt ăn chơi còn ở nè mơ nước cứ nơi cả lại ô bóng để ở nè thôi chân chân để cái này chỉ đợi thầm cái hay thì ở đây thì nhưng ai chưa được thăm bà nhưng bên mình ấy được mới được nhà tôi lưới của tập hồ làm thì để có lưới được tập hồ tới mà không thaไม่สร้างแบบนั้นเลยออกมีตกเราไอ้จักรานไอ้จักรอะไรนี้มองไหลออกองมีบ้านกระโปรงซ้ำออกนี่เถื่อนที่มันตรงไม่ในออยโฟยเนี่ยที่ตรงมันเหมือนเถื่อนมันตรงเถื่อนมีตะโพเถื่อนไหลมันตะโพที่มันตะโพลงไปบนตะหนักเถื่อนตาจะจำใจที่เป็นพอตะกรรมเพียบนะเป็นตะกรเนี่ยออกเนี่ยบานมือเปียกនឹងហើយអ្នកទាំងអស់គ្នាដោយសារតែពេលព្រឹកនេះអត់មានមេឃបើកថ្ងៃអញ្ចឹងដល់ពេលយើងមេឃរៀងសន្ទុំរៀងអាលឹមភ្លៀងដល់ពេលអញ្ចឹងទៅយើងថតរូបថតអីអញ្ចឹងអត់សូវឃើញស្អាតបានព្រោះអីអត់សូវមានមេឃបើកថ្ងៃប៉ុន្តែនៅនឹងត្រជាក់ស្រួលមែនទែនហើយខ្ញុំប្រឡំឡងតនេអញ្ចឹងអត់មានការងារធ្វើមកអង្គុយលេងទឹកតែឯងអញ្ចឹងទៅអ្នកទាំងអស់គ្នាឆ្ងល់ថាកន្លែងច្រើនមិនក៏មិនទៅថតមិនក៏ថតតាមម្ដុំហ្នឹងដោយសារតែអីដោយសារតែពួកខ្ញុំបោះតង់នៅម្ដុំហ្នឹងហើយខ្ញុំក៏ថតលេងនៅម្ដុំហ្នឹងទៅអ្នកទាំងអស់គ្នាកន្លែងផ្សេងទៀតមានប៉ុន្តែខ្ញុំខ្ជិលដល់ទៅថតបានតែប៉ុណ្្នឹងឲ្យអ្នកទាំងអស់គ្នាបានមើលនៅឯពួកអីកន្លែងហ្នឹងស្អាតមែនអត់ចឹងទៅថតកន្លែងណាផ្សេងទេពួកអីកន្លែងហ្នឹងគឺស្អាតមើលទឹកហូរទឹកអីខ្ញុំលេងទឹកអីហ្នឹងខ្ញុំអត់ចង់ក្រោកទេខ្ញុំចង់តែដេកលេងទឹកនៅហ្នឹងពួកអីទឹកហ្នឹងត្រជាក់ល្អមែនទែនអ្នកទាំងអស់គ្នានេះថតរូបលេងប្រឡំឡើងមិនធ្វើទេស្បែកមួយទឹកហូរអូបអងអស់នេះស្បែកមួយទឹកហូរអូបអងយ៉ាจับการเมนเทนของเรือจะกลับน้อยเนี่ยลำล้างกับเจ้าเป็นหลายจับน้อยคือตาเป็นโค้งบางตัวมันตลอดทางกล้องเถื่อนอะไรลำปักมาที่ได้เนี่ยเรายิงโดนอะไรก้อนอะไรเข้าเอาไม่มาปักพี่เอาล้างไปมาทอดกับอะไรอย่างนี้ลำล้างกลางมอสตลบเราก็อย่างแต่ลายนั่งมันจะสรุปนะทำแค่ทำให้เด็กอาจจะมุ่งบ้านแต่ถ้าแบบชาวเด็กก็เดี๋ยวอยากดาวเลยก็ต้องเดินให้การเต้นlớn được đâu mà hộ cách lại nó tới hô tiền lại thì chắc vậy nè thì sao đó
lại tông tông nơi ôm ông các mà sao thọ rồi nhá là nó còn nông là tông kìa ông này lôi mày nè lâm la một cái tông là lấy thế thời điểm này dạ một bò một Phật trộm quỳnh cả hai thật chắc lẽ thì lại nó cười vừa có cho thằng lại áp ông rồi lại ông tới việc chơi thằng gì cái gì ai cho một bàn người nhận tao mong tao thế này បាទបន្ទាប់ពីពួកខ្ញុំបានលេងទឹកហើយនោះក៏នាំគ្នាឃ្លានដាក់ម្ហូបពេលព្រលឹមអីហើយអញ្ចឹងទៅទីទៀតចេញដំណើរទៅមុខទៀតអ្នកទាំងអស់គ្នាឥឡូវស្វត់ដៃស្វត់ជើងនេះច្រឡំស្វាញ់ដៃស្វាញ់ជើងអ្នកទាំងអស់គ្នាឃើញម្នាក់រៀបចំហើយហូបអីហើយចាំយើងទៅដំណើរបន្តទៅមុខទៀតហើយអ្នកទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូខ្ញុំតទៅមុខទៀតណាអរ ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាឲ្យទៅមើលនៅទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថាទឹកធ្លាក់អន្លង់រុនហើយនៅពេលនេះដែរខ្ញុំក៏បានជិះមកដល់កន្លែងផ្លូវដែលយើងចូលទៅកន្លែងទឹកធ្លាក់អន្លង់រុនណាអ្នកទាំងអស់គ្នាហើយសម្រាប់ផ្លូវដែលយើងចូលទៅនេះគឺយើងជិះតាមផ្លូវព្រះអង្គធំនៅតាមភ្នំកលែនអ្នកទាំងអស់គ្នាដែលយើងចូលតាមផ្លូវច្រកព្រះអង្គធំជុំខាងឆ្វេងដៃមកហើយយើងជិះមកត្រង់រហូតអ្នកទាំងអស់គ្នា បាទហើយមុននឹងខ្ញុំចូលមកហ្នឹងក៏ខ្ញុំបានសួរបងក៏លក់ចាប់ហួយនៅខាងមុខនឹងដែរគាត់បានប្រាប់ថាផ្លូវចូលទៅហ្នឹងរៀងបាក់តិចព្រោះអីមិនមែនជាផ្លូវបេតុងទេគឺជាលក្ខណៈថាផ្លូវផុកឬក៏អីបាក់កលុកកលាក់អីបន្តិចតួចទៅប៉ុន្តែសម្រាប់ខ្ញុំជិះមកហ្នឹងគឺអត់បាយអ្នកទាំងអស់គ្នាគឺជិះទៅផ្លូវប៉ុណ្ណឹងគឺអត់បាក់សម្រាប់ខ្ញុំទេហើយពួកយើងក៏បានជិះចូលមកដល់ក្នុងកាន់តែជ្រៅទៅទីទៀតហ្នឹងយើងកាន់តែចូលកន្លែងដល់ព្រៃព្រោះអានេះគឺជាកន្លែងផ្ទះអ្នកភូមិអញ្ចឹងយើងអត់តន់ដឹងថាផ្លូវនៅខាងមុខទៀតទៅជាយ៉ាងណាទេឥឡូវតាមដានទស្សនាផ្លូវមួយខ្ញុំទាំងអស់គ្នាហើយញ៉ាំបានវាយសលេងឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ហើយអ្នកទាំងអស់គ្នាមើលតាមវីដេអូនឹងការគួរទៅ tới chỗ nông rôn một đội ngũ 450 mét một lại chỗ nào đã chỗ này gì thì tham bên tơ trốn này nụ 450 tới chỗ môn tử ui lời បាទហ្នឹងហើយអ្នកទាំងអស់គ្នាបន្តពីអ្នកទាំងអស់គ្នាបានឃើញបាយមិញគេប្រាប់ថា 450 ម៉ែត្រទៀតបានជិះទៅដល់ផ្លូវអន្លង់រុនណាអ្នកទាំងអស់គ្នាអញ្ចឹងហើយពួកខ្ញុំក៏បានជិះចូលមកក្នុងទៀតខាងវិញដៃអ្នកទាំងអស់គ្នាមិនមានពីរផ្លូវដែលឲ្យយើងទៅត្រង់ខាងស្ដាំដៃនោះគឺមានផ្លូវបេតុងបើខ្ញុំមកខាងឆ្វេងដៃនេះមកគឺផ្លូវទៅអន្លង់រុនតែម្ដងអ្នកទាំងអស់គ្នាប៉ុន្តែផ្លូវគឺលក្ខណៈថាអ្នកទាំងអស់គ្នាឃើញស្រាប់នេះផ្លូវមិនមែនងាយស្រួលមែនប៉ុន្តែមើលទៅក៏មិនបាក់ដែរយើងអាចឆ្លងទៅផុតបានព្រោះអីផ្លូវនឹងលក្ខណៈថាមានភពបាច់តិចៗអញ្ចឹងប៉ុន្តែ
ក៏មិនពិបាកមានថ្មអីហើយបើផ្លូវកន្លែងនេះមានបែកជា2ចឹងអ្នកនរគ្នាឃើញតែយើងកុំទៅខាងឆ្វេងដៃយើងទៅខាងស្ដាំដៃទៀតហើយយើងជិះតាមផ្លូវកន្លងរបស់គេនឹងទៅអ្នកនរគ្នានេះពួកខ្ញុំជិះតាមផ្លូវនេះឯងតែដល់ផ្លូវកាច់ឬក៏ផ្លូវ8អីទៅយើងមើលចែកគ្នាមើលតិចតិចទៅពួកអីអ្នកខ្លះនឹងខុសអត់សូវស្គាល់ផ្លូវច្បាស់ដែរអ្នកនរគ្នាបន្ទាប់មកអ្នកនរគ្នាអ្នកជិះលក្ខណៈអញ្ចឹងឯងក៏លុកកលាក់តិចតិចចឹងយើងខំជិះទៅដល់ក្នុងទៅព្រោះអីចង់ទៅមើលទឹកធ្លាក់កន្លែងលងរុនថាស្អាតប៉ុណ្ណាលើនេះទៅទាំងផលទៅទាំងជាប់ផកផងអីផងម្នាក់ហ្នឹងតស៊ូមែនតើហើយមើលផ្លូវលក្ខណៈថាបន្តិចហ្នឹងមានផកបន្តិចហ្នឹងផ្លូវខ្លះហ្នឹងគឺមានទឹកលក្ខណៈថាយើងជុំម៉ូតូទៅដល់ពាក់កណ្ដាលម៉ូតូមានអ្នកទាំងអស់គ្នាហើយយើងជិះទៅលក្ខណៈថាចលងមានថ្មមានអីចឹងទៅកិច្ចបើមិនកិច្ចហ្នឹងទៅយាយម៉ូតូហើយខ្ញុំទៅហ្នឹងខ្ញុំគិតថាឆ្ងាយអ្នកទាំងអស់គ្នាប៉ុន្តែយើងជិះទៅមួយផ្លែទៅដល់450ម៉ែត្រហ្នឹងប៉ុន្តែគ្រាន់តែផ្លូវរឿងយ៉ាប់តិចបានពជាពេលឲ្យយើងជិះទៅរឿងយឺតបន្តិចហើយខ្ញុំជិះទៅហ្នឹងលក្ខណៈថាបបពិសោធន៍ទីលើកទី1អ្នកទាំងអស់គ្នាជិះលើភ្នំលក្ខណៈថាផ្លូវអញ្ចឹងខ្ញុំធ្លាប់ជិះពីមុនដែរម្ដងប៉ុន្តែមានអ្នកដប់ដូចនៅភ្នំត្បែងនៅខេត្តព្រះវិហារអញ្ចឹងគាត់មានបងសហគមន៍គាត់អ្នកដឹកអញ្ចឹងហ្នឹងស្រួលតិចតែដល់វគ្គនេះដល់ពេលយើងមកជិះលើផ្លូវអញ្ចឹងមិនយើងដឹងថាផ្លូវវាពិបាកប៉ុណ្ណាអ្នកទាំងអស់គ្នាប៉ុន្តែពួកខ្ញុំអត់ឌីរ៉េត្រូវជិះទៅដល់ឲ្យដល់តទៅបានព្រោះផ្លូវពិបាកប៉ុណ្ណាក៏ត្រូវទៅដែរហើយសម្រាប់ផ្លូវចូលនេះមកដែរអ្នកទាំងអស់គ្នាមិនភ័យថាមានផ្លូវកាច់តាណាទៀតគឺផ្លូវលក្ខណៈថាកន្លងតាមផ្លូវអ្នកភូមិនឹងមកត្រង់រហូតអ្នកទាំងអស់គ្នាហើយមកដល់ផ្លូវនេះអ្នកទាំងអស់គ្នាថាអត់មានផ្លូវចូលអត់ហ៊ានចូលមានព្រៃច្រើនពេកមិនបាច់ទេចូលតាមផ្លូវនឹងគឺដល់លងរុនអ្នកទាំងអស់គ្នាគឺជិះតាមផ្លូវកន្លងរបស់គេនឹងមកអ្នកទាំងអស់គ្នាឃើញអត់ពួកខ្ញុំជិះចូលសម្រុកចូលមកខាងផ្លូវនឹងមកអ្នកទាំងអស់គ្នាឃើញមានដើមឈើមានអីល្អមែនតើហើយយើងជិះមករហូតមុនដំបូងអត់ហ៊ានចូលទេព្រោះអីឃើញព្រៃនៅកន្លែងខាងមុខនោះដោះស្ដុកពេកអត់ហ៊ានចូលថាលក្ខណៈថាអត់មានផ្លូវអញ្ចឹងប៉ុន្តែពេលយើងជិះចូលមកដល់ក្នុងមកមិនដឹងថាអូនេះអន្លងរុនហើយទីបំផុតពួកយើងក៏បានមកដល់ទីកន្លែងឆ្លងទៅក្រោមបានចាក់ទឹកតាមមើលទឹកមើលក្រោមនៅទៅជ្រុងក្រោម តាមមើលទឹក ខ្ញុំដាក់ទៅទូពូគាត់មកដល់ពូទីតាប់អើយពូជីកាត់ទឹកនេះទៅណាបានមែនអត់ពូបានទីមកតែគ្នាផ្លូវពូខ្ញុំមកត្រូវហើយនេះណាស់នេះស្នេហ៍ឡូអ្នកទាំងអស់គ្នានេះជាផ្លូវចុះទៅខាងក្រោមនៃទឹកធ្លាក់អន្លង់រុនទីទៀតខ្ញុំនឹងថតកម្មវិធីឲ្យអ្នកទាំងអស់គ្នាបានមើលទាំងអស់គ្នានេះអ្នកទាំងអស់គ្នាផ្លូវធម្មជាតិលោកឡើងទឹកធ្លាក់នៅនេះអត់មានមនុស្សចុះមកទេអ្នកទាំងអស់គ្នាយូរមកម្ដងព្រោះអីមកមិនផ្លូវឬចោលដែររឿងញ៉ាំដល់ពេលអញ្ចឹងជិះម៉ូតូបានតែហាមជិះឡានជួបគ្នាបន្តិចទៀតស្ដីអ្នកទាំងអស់គ្នាមាននេះបានមកដល់ទឹកធ្លាក់លងរុំតាមទៅអ្នកទាំងអស់គ្នានឹងលុបមកយកឃើញ Yeah, so I turn right cheek on the hoe like do 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 do. Then I turn left cheek on a nigga like do 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 do. Tap rock on the ass like ooh. មកទីទីហើយមកមើលទឹកនេះទាំងអស់គ្នាទាំងអស់អ្នកទាំងអស់គ្នាមើលឃើញទឹកស្អាតតែជាមែនទេអ្នកទាំងអស់គ្នានេះខ្ញុំមិនកំពុងទេអូបែបវ៉ាវ
ទៀតចាខ្ញុំចូលទៅកន្លែងមិនទេអ្នកអស់គ្នាទៅចាក់ទេ បន្ទាប់មកពួកខ្ញុំក៏បានចុះមកថតរូបលេងអីចឹងទៅមុននឹងងុយទឹកហ្នឹងអ្នកទាំងអស់គ្នានេះរៀបចំថតអីចឹងទៅនេះអែមមែនថែននៅកន្លែងទេសភាពហ្នឹងគឺថាស្អាតស្អាតមែនថែនអ្នកទាំងអស់គ្នាកុំភ្លេចទៅលេងនៅកន្លែងលងរត់ទាំងអស់គ្នាភាគច្រើននៅហ្នឹងអត់សូវមានអ្នកតបោះតង់ប៉ុន្មានទេភាគតិចទៀតដែលគេមានតបោះតង់អីចឹងតែខ្ញុំទៅថ្ងៃនេះអត់បានតបោះតង់អ្នកទាំងអស់គ្នាគ្រាន់តែទៅលេងទឹកលេងអីថតរូបថតអីជាមួយមិត្តភក្តិលេងទៅបានត្រឡប់មកវិញ con này nó lên thành phong chơi như là mình mà còn đại thì giống mà phát lại thì không tay ai giờ gặp lòng từ emอยู่trước này ហ្នឹងហើយបន្ទាប់មកហ្នឹងឃើញខ្ញុំមកអង្គុយធ្វើម្ហូបម្នាក់ឯងហ្នឹងស្មានថាអ្នកចេះធ្វើម្ហូបអត់ទេអត់ចេះទេតែប៉ុនអង្គុយសំដែងទៅចាក់ធ្វើបកអីហ្នឹងបើថានៅផ្ទះអាសាតែប៉ុណ្្នឹងម៉ែឪឆ្លាញ់ប៉ុណ្ណាទៅខ្ញុំមកដល់កន្លែងដើរលេងហ្នឹងថាឧស្សាហ៍នោះឧស្សាហ៍ស្អីក៏ចេះដែរស្អីក៏ចេះទៅនឹកឃើញទាំងអស់បើថានៅផ្ទះវិញស្អីក៏នឹកឃើញដែរមានតែពងទាចៀនមីស្រស់តែប៉ុណ្្នឹងឯងអស់ហើយយ៉ាងធំដល់ពេលនេះចូលក្នុងកាមេរ៉ាមានតែខ្ញុំម្នាក់តែនៅគៀនហ្នឹងមានអ្នកទៅមួយខ្ញុំហ្នឹងគេជួយធ្វើគ្នាម្នាក់ម្ដាយមួយជើងដែរ lại cam từ to tới một to đấy nè giấy rồi hai ai chả mơ việc to tầm mốc tiếp việc giặc nên là bộ mơ đi tay thực tế đã tên không nhìn khi dây đây không biết trông sao Đua rồi. Đua rồi. Bà bắt tóm móc bộ nhôm của ban nôm kia từ lên từ ở kia là ní bài hái là từ ở kia là từ nôm lên từ lên từคือថាសុបាយមែនទែនតោមួយនឹងចែកគ្នាទៅដើមគ្នាជីហក់ពេញទៅនឹងឯងដល់ពេលលេងហើយនំគ្នាអស់កម្លាំងលេងនំគ្នាល្វើយប៉ុន្តែនៅនឹងសុបាយមែនទែនអ្នកទាំងអស់គ្នាហើយខ្ញុំទៅប៉ះចំទឹកច្រើនទៀតហើយប៉ះចំលក្ខណៈថាទេសភាពស្អាតមែនទែនអ្នកទាំងអស់គ្នាអារម្មណ៍ជ្រិចជ្រិចចឹងហើយជម្រាបសួរស្ត្រីទាំងអស់គ្នាឥឡូវនេះខ្ញុំមកដល់កន្លែងបោះតង់មួយកន្លែងដែលមានឈ្មោះថាចំការអកណិចអ្នកទាំងអស់គ្នានេះគឺជាទេសភាពនៅក្នុងកន្លែងបោះតង់ហើយខ្ញុំបោះតង់ហើយនៅគៀននេះនេះគឺតង់មិនងាត់ពេកចាំទៅចាំថតតង់ឲ្យមើលព្រោះខ្ញុំ set up តង់មិញហ្នឹងចាំខ្ញុំដាក់វីដេអូឲ្យអ្នកទាំងអស់គ្នាមើលហើយនៅកន្លែងនេះសបោភាគច្រើនគឺនេះខ្សាច់ពណ៌សខ្ញុំចូលចិត្តបោះតង់កន្លែងណាដែលមានខ្សាច់សអញ្ចឹងគឺមានអារម្មណ៍ថាសប្បាយនេះនៅចំការលក្ខណៈថាគាត់ដាំចំការដាំអីអញ្ចឹងទៅគាត់មានដីមានអីឲ្យជួលកន្លែងបោះតង់បោះអីអញ្ចឹងបងប្អូនហ
ហើយស្មើប្រហែលជាម៉ោង4ម៉ោង5ឲ្យពួកខ្ញុំចាប់ផ្ដើមធ្វើអីហូបហើយក៏បោះតង់អង្គុយនិយាយគ្នាលេងអញ្ចឹងទៅសុខភាពដល់ស្អាតមួយកន្លែងស្អាត Oh my god wow ទៅសុខភាព fresh មកណាបងប្អូនអែមស្រែមអីមកហើយស្មានកំពុងតែធ្វើអីហូបជាងនៅនោះស៊ីវាតង់បោះហើយតង់អ៊ុតចុះយើងទៅមើលទឹកហូរបងប្អូននាំអ្នកអស់គ្នាទៅមើលទឹកហូរខ្ញុំគិតឡើងនេះស្អាតមែនចង់ធ្វើមើលកំរាម Hello welcome to my vlog សាប់ឡោ สวัสดีครับสวัสดีครับสวัสดีครับ ណា មកវិញ មើលមុខជាមួយនេះហើយប៉ុន្តែនៅចាញ់ម្នាក់ទៀតស្អាតជាងនឹងនេះញ៉ាំនេះមានអីគេគេអីគេនេះកាពី ជាការពារមានម្នាក់ដែរនេះចាំស៊ីដីលូដេកស៊ីមុខគេដូចប្រាំងហើយមើងងាយវាមុខវាឡងឡយហើយ แม่ដូចកូនចិន មិនឡងលប់មែនឡងឡយមែន